ពីពុកម៉ែបងប្អូនបានធ្វើការព្រោះស្រូវបានចន្លោះពី10ទៅ15ថ្ងៃហើយច្បាស់ណាស់គឺស្រូវគឺវាត្រូវការសារធាតុចិញ្ចឹមជាចាំបាច់ដើម្បីជួយធ្វើឲ្យស្រូវវាឆាប់លូតលាស់បានលឿនពង្រីកដងដើមក៏ដូចជាធ្វើឲ្យស្រូវមានសុខភាពល្អផងដែរបាទអញ្ចឹងបើសិនបើពុកម៉ែបងប្អូនយើងពុំបានផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅដល់ដំណាំស្រូវទេគឺធ្វើឲ្យស្រូវរបស់ពុកម៉ែបងប្អូននោះគឺលូតលាស់បានយឺតដើមតូចក៏ដូចជាស្លឹកវានោះនឹងពណ៌ស្លេកបាទអញ្ចឹងជាដំណោះស្រាយខាងស្ដេចដំរីខៀវសូមណែនាំនៅរូបមន្តដើម្បីបាញ់បំពន់នៅលើស្រូវដែលមានអាយុចន្លោះពី10ទៅ15ថ្ងៃនេះគឺហ៊ុយមិចប្រូចំនួន100មីលីលីត្របូកជាមួយនឹងដំរីបាឡែនចំនួន100មីលីលីត្រយើងលាយទឹក25លីត្របាទអញ្ចឹងចំពោះផលិតផលស្ដេចដំរីខៀវពីរមុខនេះពុកម៉ែបងប្អូនអាចបាញ់នៅលើស្រូវរបស់ពុកម៉ែបងប្អូននេះគឺជួយធ្វើឲ្យស្រូវរបស់ពុកម៉ែបងប្អូននេះគឺវាឆាប់លូតលាស់បានលឿនស្រូវមានសុខភាពល្អដងដើមគឺវារីកធំថ្លោល្អក៏ដូចជាស្លឹកគឺពណ៌បៃតងស្អាតផងដែរបាទប្រសិនបើពុកម៉ែបងប្អូនមានតម្រូវការឬក៏មានបញ្ហាតាក់ទងជាមួយនឹងការប្រើប្រាស់ជីថ្នាំនៅលើដំណាំស្រូវរបស់ពុកម៉ែបងប្អូនអាចទំនាក់ទំនងជាមួយនឹងក្រុមការងារស្ដេចដំរីខៀវតាមរយៈលេខទូរស័ព្ទដែលលើវីដេអូនេះផងដែរបាទសូមអរគុណ